Like temple, Japanese temple, Buddhist temple. It's like orange tree, orange. Oh, look at the tree, beautiful. So beautiful. This temple, golden temple. Yeah, it's a beautiful temple. You can see the fan, the design here around the temple. This is a golden temple, Japanese golden temple. Yeah. Huh? Okay, go around take video. Okay. Oh, here cool now, yeah, Win. The door get in. The reason they close the gate here, the wood gate, maybe they open for a special ceremony. Yeah. Cái do anh em chờ mà bật hay cái bật thuyền nó hay cái mọi cho và tam thuyền thông này cho tam thuyền get in some on the side door there. This door maybe ប្រហែលជាថ្ងៃបនជុំបិណ្ឌអីធំអញ្ចឹងនៅប្រទេសជប៉ុនខ្ញុំឲ្យគេបើកដើម្បីឲ្យមនុស្សចូលបាទវត្តមាសនៅប្រទេសជប៉ុនវត្តមាសទ្វារសអីចាំងអីគេលាបពណ៌មាសហ្មងបាទហៅ Golden Temple បាទវត្តនោះវត្តពុទ្ធមកគេជឿអាមីថាបាបាទវត្តពុទ្ធជឿនៅសាសនាពុទ្ធនៅលើពិភពលោកទាំងអស់បាទឥឡូវអាមីថាបាបាទជើងក្រោយខ្ញុំទៅស្រុកខ្មែរហ្នឹងទៅស្រុកខ្មែរដើម្បីថតវីដេអូឲ្យបងប្អូនបានឃើញបាទខ្ញុំឆ្នាំមុនខ្ញុំទៅបានតែខ្ញុំទៅពេលល្ងាចទេបាទជើងក្រោយខ្ញុំទៅដល់ស្រុកខ្មែរទេខ្ញុំទៅកន្លែងដើមពោបាទនៅភូមិកំពង់ប្រដំស្រុកស្ទងខេត្តកំពង់ធំបាទកន្លែងហ្នឹងជាកន្លែងដែលគេស្លាប់មនុស្សបាទបងប្អូនបានឃើញវីដេអូនៅស្រុកស្ទងបាទស្លាប់ទាំងអស់នៅសល់តែខ្ញុំម្នាក់បាទម្ដាយខ្ញុំយកទៅបាត់ទៅខាងកងចលនារីហ្នឹងហើយបងប្រុសខ្ញុំ3នាក់គេបំបែកទាំងអស់ហើយបងស្រីខ្ញុំគេយកចេញទៅបាត់អស់ហើយនៅសល់ខ្ញុំនៅស្រុកស្ទងបាទហើយជាប់3ឆ្នាំជាងបាទនៅម្នាក់ឯងអត់អីហូបទាំងអស់បាទហើយពុទ្ធបានចុះមកបាទទាំងអស់ហ្មងជាមួយព្រះអង្គធំចុះមកក្រុមគូសាមកក្រុមច្រើនមនុស្សបាទប្រហែលជាជាប់30នាក់បាទខ្ញុំស្របស្គាល់គាត់ដែរបាទចុះមកហើយគាត់រត់ចេញទៅក្រៅហ្នឹងចេញទៅផ្លូវក្រោយហ្នឹងបាទដល់កន្លែងទូតប៉ាហ្នឹងបាទហ
មានដើមពោមួយហ្នឹងគាត់អាពតវាដឹងថាគាត់រត់អញ្ចឹងក៏នាំគ្នាហៅគ្នាមកយកកំភ្លើងយកអីមកមនុស្សច្រើនទាហានច្រើនអាពតមកគាត់ចាប់ហើយគាត់បន់ស្រន់ទៅគាត់ស្រែកទៅលើមេឃហ្នឹងមកហើយមេឃផ្ទះបាញ់មេឃបើកទ្វារពពុតចុះមកទាំងអស់មកបាទហើយចុះមកឈរជាគាត់កាន់30នាក់ហ្នឹងដាក់ចូលដៃបាទលើកឡើងទៅថាលើទាំងអស់បាទទាំងរស់ហ្មងបាទខ្ញុំជាអ្នកសាក់សីចុងក្រោយបាទរបស់ពពុតបងប្អូនបាទចាប់ខ្ញុំទៅខ្ញុំថតវីដេអូភូមិកំពង់ផ្ដំហ្នឹងបាទដើមពោហ្នឹងបាទបងប្អូននឹងជឿជាក់ថាពពុតគឺជាការពិតបាទពពុតស្អាតបាទសល់តែម្នាក់គាត់ខ្ញុំបាទរស់រានមានជីវិតកុំគួរសារខ្ញុំរស់ទាំងអស់ខ្ញុំស្លាប់តែឪពុកគឺបាទពពតវាកាលនឹងចូល75ហ្នឹង1975បាយឪពុកនឹងវឌ្ឍនាខ្ញុំដែលស្គាល់មុខឪពុកខ្ញុំមិននៅតូចពេកបាទអត់ស្គាល់គេហៅខ្ញុំទៅសម្ភាសបាទខ្ញុំសម្ភាសទៅជួយសង្គ្រោះមកក្រុមគូសាខ្ញុំនឹងរស់មានជីវិតទាំងអស់បាទហើយវាសួរចម្លើយវាធ្វើទរណកម្មខ្ញុំវាចោះតដាជាខ្ញុំបាទចោះតដាជាខ្ញុំដើម្បីឲ្យខ្ញុំឈឺឆ្លើយការពិតណាបាទខ្ញុំហែងតែម្ដាយខ្ញុំបរៀនខ្ញុំឆ្លើយបាទទោះបីឈឺចាប់យ៉ាងណាក៏ដោយធ្វើទរណកម្មខ្ញុំយ៉ាងណាក៏ដោយខ្ញុំកុំមកតូចមួយកូនក្មេងបាទតាមពិតនៅបើទៅដោះគោទៅបាទបើទៅដោះគោកំប៉ុងបាទធ្វើទរណកម្មខ្ញុំឈឺណាស់បងប្អូនអើយចោះតារាជាខ្ញុំហើយវាយក្បាលបាយអលាឲ្យបងប្អូនហើយមានពេទ្យមានអីណាចឹងរស់នៅបាទចឹងមកខ្ញុំជឿពុទ្ធណាបងប្អូនGolden Temple យេកូនប្រុសខ្ញុំបាទយកខ្ញុំមកលេងជប៉ុនបងប្អូនខ្ញុំប្រាប់ថាបងប្អូននៅស្រុកខ្មែរទាំងអស់បងប្អូនយើងទាំងអស់នៅលើពិភពលោកហ្នឹងបាទត្រូវរស់នៅមានជីវិតសប្បាយកុំភ្លេចពុទ្ធបាទពុទ្ធគឺជារឿងពិតណាស់បាទចុះមកទាំងអស់ហ្មងបាទបើហែកមេឃហ្នឹងបើកហ្មងបាទបើកមេឃមកចុះមកពូហ្នឹងគាត់ជឿពុទ្ធតាំងពីក្មេងម្ដាយគាត់បរៀនគាត់តាំងពីគាត់ចេះនិយាយមកបាទហើយជាមួយឆ្នាំជាងបាទគាត់ពុកម្ដាយជឿពុទ្ធបរៀនរឿងពុទ្ធបាទរហូតដល់គាត់ធំដឹងក្រីគាត់រៀបការហើយមានកូន4នាក់កូនតូចហើយអពតចូលជាប់នឹងបដៅជាមួយខ្ញុំនៅភូមិកំពង់ផ្ដំហ្នឹងបាទគាត់លូតហត់ចេញគាត់ថាម៉ោង7ហ្នឹងគេមកយកគាត់ក្រុមគូសាគាត់ហ្នឹងទៅហើយបាទយកទៅនៅភ្នំពេញមិនយកនៅភ្នំពេញណាយកទៅវាយចោលនៅស្ទងហ្នឹងបាទកន្លែងធ្វើសម្រាប់មនុស្សបាទពួកវាសម្រាប់មនុស្សហ្នឹងពពតហ្នឹងបាទហើយគាត់បន់នាំគាត់ដឹងអញ្ចឹងគាត់នាំហើយម៉ោង6គាត់នាំក្រុមគូសាគាត់រត់ទៅផ្លូវក្រោយហ្នឹងបាទគោលដៅគាត់ឲ្យទៅជនិកហើយជនិកហ្នឹងរត់ចូលព្រៃហ្នឹងបាទក្នុងទឹកឡើងគាត់ឆ្លងស្ទឹងអត់បានណាស្ទឹងតូចហ្នឹងឆ្លងអត់បានទឹកហូរខ្លាំងពេកទឹកជ្រៅបាទក្រុមគូសាគាត់ឆ្លងអត់បានអញ្ចឹងគាត់ជាប់នៅហ្នឹងចិត្តដើមពោហ្នឹងបាទដើមពោហ្នឹងកន្លែងទូតប៉ាតហ្នឹងគាត់សេកយំសេកមើលទៅលើមេឃគាត់សេកហើយខែពេញបរមីបាទហើយពួកអពតនោះវាដឹងថាក្រុមគូសាគាត់រត់ហ្នឹងគាត់នាំនេះលើកតបមកហើយជាមួយឲ្យឆ្លប់ហ្នឹងគាត់តាមចាប់បាទដើម្បីយកទៅសម្លាប់ចោលគាត់សេកហៅពុទ្ធជួយគាត់សេកហើយផ្ទះបាញ់ហ្មងហើយមេឃបើកពុទ្ធចុះមក
ពួកពតវាមិនចូលបានណាមហិទ្ធិឫទ្ធិពុទ្ធបាទហើយវាកាន់កំភ្លើងអាការដបងខ្លាយជាក្រហមនឹងអស់ឆ្លៃជាដូចក្រហមដូចខ្ជុងដុតចឹងមកក្រហមបាទភ្លើងដូចក្រហមចឹងបាទតម្លាក់ចោលអស់ខ្ញុំជាសាក្សីបងប្អូននេះជារឿងពិតបងប្អូនត្រូវជឿបងប្អូនបាទខ្ញុំទៅស្រុកខ្មែរខ្ញុំរៀបរាប់ថតវីដេអូបាទឲ្យបងប្អូនឃើញថាខ្មែរយើងកាលឆ្នាំ1976ជាងមកប្រហែលជាចូល77ហ្នឹង1676ជាងបាទគាត់ចុះមកហ្មងបាទចុះមកយកក្រុមគូសាហ្នឹងទាំងរស់ហ្មងយកទៅឋានពុទ្ធមកអញ្ចឹងអ្នកក្រុមគូសាហ្នឹងទាំងអស់គ្នាហ្នឹងមកជាប់30នាក់ហ្នឹងបាទទៅឋានពុទ្ធណាខ្លាចជាទេវតាព្រះអង្គអស់ហើយបាទយើងទៅទាំងរស់អញ្ចឹងហ៊ានធម៌ពុទ្ធអញ្ចឹងបាទតាមពុទ្ធអញ្ចឹងខ្លាចជាទេវតាពុទ្ធអស់ហើយខ្ញុំធ្លាប់ឃើញមុខគាត់មុនគាត់ទៅបាត់ទៅឋានពុទ្ធបាទហើយគេថាយើងមិនបាច់ចាំស្លាប់ធ្វើអំពើល្អស្លាប់អីប្រហែលទៅឋានពុទ្ធសូម្បីតែរស់ក៏ទៅឋានពុទ្ធដែរបាទវត្តស្អាតបងប្អូនឃើញបាទអរគុណបងប្អូនបាទខ្ញុំទៅស្រុកខ្មែរខ្ញុំថតវីដេអូស្រុកស្ទងភូមិកំពង់ផ្ដុំស្រុកស្ទងបាទកន្លែងដើមពោធិ៍បាទដើមពោធិ៍ពុទ្ធបាទឲ្យបងប្អូនឃើញបាទសូមអរគុណបាទ